បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការបំលែងរូបថតរបស់យើងទៅជារូបគំនូរដោយដែលវីដេអូខ្ញុំបានធ្វើការបង្ហាញតាមរយៈការ record ក៏ដូចជាការចែកម្លែករបស់ខ្ញុំនេះដែលខ្ញុំបានធ្វើការប្រើប្រាស់នៅរូបថតរបស់ខ្ញុំដែលយើងអាចធ្វើការប្រើប្រាស់នៅ Google Gemini ដើម្បីបំលែងពីរូបថតទៅជារូបគំនូរបាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់បានបងប្អូនត្រូវមានជា Google Gemini ដែលខ្ញុំបានធ្វើការប្រើប្រាស់បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអាចមានជា prompt មួយដែល prompt នោះគឺខ្ញុំនឹងធ្វើការប្រើប្រាស់នៅក្នុងការបង្កើតពីរូបថតទៅជារូបបែបគំនូរដោយដែលខ្ញុំបានធ្វើការបង្ហាញតាមរយៈវីដេអូមួយនេះបាទអញ្ចឹងprompt នេះគឺខ្ញុំនឹងធ្វើការ copy បាទអញ្ចឹងខ្ញុំធ្វើការ copy បន្ទាប់មកទៀតនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការចូលនៅ account Google Gemini បាទអញ្ចឹងគឺយើងត្រូវធ្វើការ pass នៅលើ Google Gemini បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងបាយនេះគឺយើងអាចធ្វើការកំណត់ឈ្មោះរបស់យើងបានបើសិនជាករណីបងប្អូនចង់កំណត់ឈ្មោះបែបណាគឺពេលដែលយើងធ្វើការប្រើប្រាស់នៅ Google Gemini វានឹងបង្ហាញនៅឈ្មោះដែលដូចដែលខ្ញុំបានធ្វើការបង្ហាញនេះគឺមានឈ្មោះរបស់ខ្ញុំ Kim Kosal បាទអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺយើងត្រូវចុចនៅត្រង់កន្លែងពាក្យ add file ខ្ញុំជ្រើសរើសនៅពាក្យ upload file បាទអញ្ចឹងនៅត្រង់កន្លែងនេះដែរគឺយើងត្រូវមើលរូបថតមួយណាដែលយើងចង់យកមកធ្វើការប្រើប្រាស់ដើម្បីធ្វើការបង្កើតទៅជារូបគំនូរបាទខ្ញុំធ្វើការ upload បន្ទាប់មកទៀតគឺយើងត្រូវធ្វើការចុចនៅពាក្យ submit បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអាចធ្វើការរងចាំដោយសារ Google Gemini កំពុងតែធ្វើការបង្កើតនៅរូបភាពរបស់យើងដូចទៅនឹងខ្ញុំបានធ្វើការបង្ហាញនេះគឺរូបភាពបែបរូបភាពគំនូរដែលយើងមើលទៅដូចរូបភាពដែលយើងគូរដោយដៃបាទអញ្ចឹងនេះគឺជាប្រភេទនៃការបង្កើតនៅរូបភាពពីរូប photo របស់យើងមកជារូបគំនូរបាទឃើញថាមានភាពស្រស់ស្អាតបាទអញ្ចឹងបើសិនជាករណីបងប្អូនចង់ធ្វើការប្រើប្រាស់បង្កើតនៅពីរូបថតរបស់យើងមកជារូបបែបគំនូរអាចធ្វើការប្រើប្រាស់តាមរយៈ prompt របស់ខ្ញុំបានបាទអញ្ចឹងសម្រាប់ prompt គឺខ្ញុំនឹងធ្វើការpost ចូលទៅក្នុង channel Telegram របស់ខ្ញុំបើសិនជាបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាចង់បាននៅ prompt ខ្ញុំនឹងធ្វើការដាក់នៅ link channel Telegram ដើម្បីឲ្យបងប្អូនអាចធ្វើការចូលទៅធ្វើការទាញនៅ prompt ដើម្បីយកមកធ្វើការបង្កើតពីរូប photo ទៅជារូបគំនូរដូចដែលខ្ញុំបានធ្វើការបង្ហាញតាមរយៈវីដេអូមួយនេះបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបានតាំងពីដើមរហូតដល់ចប់ហើយមួយវិញទៀតបើសិនជាបងប្អូនស្រឡាញ់និងចូលចិត្តរាល់ការចែកម្លែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុចនៅ Subscribe Channel YouTube របស់ខ្ញុំមួយផងដែលមានឈ្មោះថា Kim Kosal ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ